សូមជូនរឿងអំបិលនៅក្រោមចានមានគ្រួសារមួយមានកូនស្រីដ៏សែនស្អាតដូចទេពធីតាមានអ្នកមកសូមស្ដីដណ្ដឹងស្ទើរតែរាល់ថ្ងៃតែឪពុកក៏មិនព្រមលើកឲ្យដែររហូតមានអ្នកកំឡុងម្នាក់មកសូមស្ដីដណ្ដឹងម្ដងទៀតក្រោយពីត្រូវបដិសេធជាច្រើនដងឪពុករបស់កូនស្រីឃើញថាអ្នកកំឡុះម្នាក់នេះប្រហែលជាមានការព្យាយាមពិតមែនទើបរកល្បិចមួយហើយគាត់បានប្រាប់ទៅកំឡោះឈ្មោះពីសុទ្ធថាបើឯងចោះទៅត្រាំក្នុងទឹកបានមួយយប់យើងនឹងលើកកូនស្រីឲ្យបាទលោកពូខ្ញុំព្រមធ្វើតាមយ៉ាងពេញចិត្តតែសូមអនុញ្ញាតដុតភ្លើងនៅលើច្រាំងនៅខាងលើបានដែរទេលោកពូមិនអីទេតាមចិត្តរបស់ឯងទេចុះបាទអរគុណហើយលោកពូធីតាក៏មានអារម្មណ៍ល្អជាមួយពិសុទ្ធដែរដោយឃើញពីការព្យាយាមប្រឹងប្រែងរបស់ពិសុទ្ធធីតាក៏បានញញឹមដាក់ពិសុទ្ធហើយពិសុទ្ធក៏បានញញឹមទៅកាន់ធីតាវិញដោយក្តីរីករាយហើយពិសុទ្ធក៏បានចុះទៅត្រាំទឹកតែលុះព្រឹកឡើងដល់ពេលកំណត់ពិសុទ្ធក៏បានទៅជួបនឹងពូណាននិងធីតាពូណានក៏បានគិតថាប្រកាសជាលើកគូនក្រមុំឲ្យអ្នកកំឡុកម្នាក់នេះតែគាត់ធ្វើជានិយាយថាកាលដែលឯងត្រាំទឹកបានមួយយប់ក៏ដោយសារតែបានភ្លើងនៅលើច្រាំងជួយកម្ដៅនោះទេបើមិនចឹងទេអ្នកកំឡោះឯងក៏ទ្រាំមិនបានយូរដែរពេលឮដូចនេះពិសិដ្ឋក៏បានគិតក្នុងចិត្តថាភ្លើងនៅចម្ងាយណាណីមានអីក្តៅដល់កន្លែងខ្ញុំត្រាំទឹកគុំតែមានកូនក្រមុំស្អាតទីគុំអីថាតៃតាឯងវិញមិនខានទេតែធ្វើម៉េចបើស្រឡាញ់កូនគាត់តែឲ្យមានតែទ្រាំទេគាត់ថាម៉េចក៏ថាទេលុះដល់ពេលបរិភោគអាហារធីតាបានធ្វើអាហាររួចរាល់ហើយក៏មិនព្រមដាក់អំបិលចូលក្នុងសម្លនាងបែរជាយកអំបិលដាក់ក្រោមចានក៏បិញពេលឪពុកបរិភោគសម្លក៏មានរសជាតិសាបទើបសួរទៅកូនស្រីថាតើនេះកូនស្លសម្លស្អីគេហេតុអ្វីបានជាមិនមានជាតិប្រៃអីសោះចឹងកូនស្រីមិនឆ្លើយនឹងសំណួរហើយលើកចានសម្លឲ្យឪពុកមើលថាមានអំបិលនៅពីក្រោមឪពុកឃើញហើយក៏សួរឡើងថាតែនេះឯងស្លស្អីគេអំបិលគឺគេយកមកដាក់ក្នុងសម្លមិនមែនយកមកដាក់នៅខាងក្រោមចានសម្លយ៉ាងនេះទេកូនស្រីបានឱកាសទើបនិយាយថាដែលផ្លាំងដុតនៅលើច្រាំងឆ្ងាយពីទឹកនៅផ្ដល់ភាពកក់ក្ដៅដល់អ្នកដែលចុះត្រាំទឹកបានចុះហេតុអ្វីអំបិលដែលនៅក្រោមចានធ្វើឲ្យសម្លប្រៃមិនបានទៅពុកពេលកូនស្រីនិយាយដូច្នេះចប់ពូណានក៏ដឹងភ្លាមថាកូនស្រីរបស់គាត់ស្រឡាញ់អ្នកកំឡោះម្នាក់នេះទៅហើយទើបគាត់យល់ព្រមលើកកូនស្រីឲ្យទៅពិសុទ្ធយ៉ាងពេញចិត្តរឿងនេះបានផ្ដល់នូវគំនិតល្អមួយចំនួនសម្រាប់បងប្អូនអ៊ំពូមីងយាយតាយកមកគិតពិចារណាការខិតខំតស៊ូប្រឹងប្រែងគឺមិនអត់ប្រយោជន៍នោះទេគង់តែមានថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យមុននឹងប្រគល់របស់មានតម្រុយឲ្យទៅនរណាម្នាក់មិនថាជាមនុស្សឬជារបស់របរវត្ថុមានតម្លៃនោះទេគឺត្រូវតាមដានស្វែងយល់ពីគេឲ្យច្បាស់សើ
មុននឹងពកគោលអ្វីមួយឲ្យទៅនរណាម្នាក់សង្ឃឹមថាបងប្អូនទស្សនាហើយនឹងទទួលបានចំណេះដឹងល្អៗបន្ថែមទៀត